គឺជាប្រធានបទដ៏មហាសានពិបាកលើកយកមកនិយាយរំខានតលតែមានមជ្ឈមណ្ឌលអង្គការសមាគមពិសេសផ្នែកពិគ្រោះជំងឺធំក្លិនមាត់សម្រាប់សមាគមមាត់ធ្មេញបារាំងដែលទើបតែនឹងបិទបញ្ចប់សន្និសីទប្រចាំឆ្នាំស្ដីអំពីសុខភាពក្លិនមាត់ការស្គាល់ឬគល់នៃបញ្ហាទើបព្យាបាលមានប្រសិទ្ធភាពល្អថ្មីបើស្ថិតិរបស់សមាគមរកឃើញថាមានបណ្ដាជនបារាំងតែប្រមាណពី25%ទៅ50%ធ្លាប់ជួបបញ្ហាក្លិនមាត់ដោយប្រការណាមួយក្នុងរយៈពេលខ្លីឬក៏វែងក៏ប៉ុន្តែមានមនុស្សជាច្រើនអ្នកផ្សេងទៀតណាស់បានជួបការលំបាកឬក៏មិនហ៊ានប្រឈមនឹងបញ្ហានេះតែម្ដងដំបូងឡើយបញ្ហាធំក្លិនមាត់នេះគឺពិបាកនិយាយចេញមកជាសាធារណៈក្រុមគ្រួសារនិងអ្នកនៅជុំវិញខ្លួនតែងតែចោទសួរក្នុងចិត្តជានិច្ចថាតើត្រូវនិយាយឬមិននិយាយត្រូវប្រាប់ឬក៏មិនប្រាប់បើប្រាប់ត្រូវចាប់ផ្ដើមនិយាយយ៉ាងដូចម្ដេចតើនឹងអាចមានការអាក់អន់ស្រពន់ចិត្តដែរឬក៏យ៉ាងណាតាមការពិតយើងមិនគួរនឹងរុញរាប្រសិនបើយើងជាក្រុមគ្រួសារឬក៏ជាមនុស្សស្និទ្ធស្នាលដែលស្រឡាញ់គ្នាស្មោះស្ម័គ្រនោះទេពីព្រោះវាល្អជាងទុកឲ្យអ្នកក្រៅគ្មានភាសាការទូតវាប្រហារចំឬក៏អ្នកផ្សេងអាចនិយាយដើមពីក្រោយខ្នងយ៉ាងហុយត្រឡូមនោះឬក៏ធ្ងន់ធ្ងរខ្លាំងជាងនេះទៅទៀតគេនាំគ្នាកិច្ចមិននិយាយរកក្នុង9ករណីលើ10ក្លិនមាត់មានជាប់ពាក់ព័ន្ធទៅនឹងសុខភាពមាត់ធ្មេញជួនកាលបណ្ដាលមកពីបញ្ហាអញ្ចាញជួនបណ្ដាលមកពីបញ្ហាធ្មេញមានកំណកធ្មេញសណ្ដកធ្មេញមានដង្កូវស៊ីគ្មានការព្យាបាលបាក់តេរីនិងកាកសំណល់ចំណីអាហារនៅចន្លោះជើងធ្មេញគឺជាអ្នកបង្កបញ្ហាក្លិនមាត់មិនល្អនេះលាអណ្ដាតចេញមកក្រៅយកច្រាសមកដុសថ្នមអ្នកនឹងឃើញមានសំណល់កប់លាក់ក្នុងសរសៃល្អិតៗរបស់អណ្ដាតក្រោមសរសៃល្អិតៗជាពិសេសនៅគល់អណ្ដាតគឺជាកន្លែងស្តុកសំណល់និងបណ្ដុំនៃការបង្កើតក្លិនអាក្រក់ក្នុងមាត់ដោយសារតែបាក់តេរីនាំគ្នាផ្ដុំច្រើនផលិតជាល្បាយស្ពាន់ធម៌ដែលរសាត់ហើរពេញមាត់ក៏ប៉ុន្តែគេមិនដឹងថាហេតុអ្វីបានជាអ្នកខ្លះផលិតល្បាយមានក្លិនច្រើនអ្នកខ្លះទៀតតិចនោះទេបាក់តេរីនេះក៏ជាប្រភពផ្ដល់ក្លិនមាត់អាក្រក់នៅពេលព្រលឹមទើបងើបពីគេងដែរព្រោះពេលយប់មនុស្សយើងមិនសូវបញ្ចេញទឹកមាត់បាក់តេរីបង្កគ្នាច្រើនឡើងបញ្ចេញជាក្លិនក៏ប៉ុន្តែវាអាចរលប់ទៅវិញបានដោយគ្រាន់តែលុបលាងមុខខ្ពស់មាត់ពិសាទឹកឬក៏ទទួលទានអាហារពេលព្រឹកជាការស្រេចជាញឹកញាប់ម្ចាស់ខ្លួនតែផ្ទាល់តែងតែអះអាងថាបានធ្វើការដុសសម្អាតធ្មេញយ៉ាងត្រឹមត្រូវរាល់ពេលបរិភោគអាហារហើយគ្មានទាំងដង្កូវស៊ីធ្មេញទៀតក៏ប៉ុន្តែក្លិនមាត់នៅតែមានដដែលត្រង់ចំណុចនេះលោកវិជ្ជបណ្ឌិត Fabien Cohen គ្រូពេទ្យឯកទេសមាត់ធ្មេញនិងជាប្រធានផ្នែកសុខភាពសាធារណៈមាត់ធ្មេញនៅឯទីក្រុង Val-de-Marne ជាទីក្រុងប៉ារីសបានបញ្យល់ថាCette idée est souvent que les gens confondent. Ils confondent brossage et qualité du brossage. សូមកុំច្រឡំរវាងសកម្មភាពឬកាយវិការដុសធ្មេញនិងការដុសធ្មេញប្រកបដោយគុណភាពជាញឹកញយអ្នកជំងឺមកជួបខ្ញុំតែនិយាយថាគាត់ដុសធ្មេញរាល់ថ្ងៃនៅតែមានដង្កូវស៊ីទៀតក៏ប៉ុន្តែគាត់ភ្លេចថាគាត់មានកំណកច្រើននៅលើធ្មេញកំណកដែលមកតោងជាប់លើធ្មេញបន្តិចម្ដងជារៀងរាល់ថ្ងៃតាមបែបធម្មជាតិជាលក្ខណៈធម្មតាចំពោះអ្នកដែលគ្មានជំងឺក្នុងមាត់គ្មានដង្កូវស៊ីធ្មេញគ្មានបញ្ហាអញ្ចាញគ្មានដំបៅក៏ដោយក៏កំណកលើធ្មេញនេះប្រព្រឹត្តទៅជាប់ជាប្រចាំកំណកនេះផ្សំឡើងដោយទឹកមាត់សំណល់អាហារកោសិកាងាប់និងអ្វីផ្សេងទៀតព្រមទាំងមីក្រូបដែលនៅក្នុងមាត់ពួកនោះគឺជាមីក្រូបល្អទេតែដល់លាយចូលគ្នាច្រើនទៅក៏คล้ายទៅជាទម្រង់ម្សៅកកជាប់នៅផ្ទៃធ្មេញកំណកម្សៅទន់នេះចាប់ពី6ម៉ោងទៅ12ម៉ោងឡើងទៅក៏បដូរជាទម្រង់រួចคล้ายទៅជាភ្នាក់ងារបង្ករោគនិងបញ្ចេញសារធាតុផ្សេងដែលផ្ដល់ជាក្លិនអាក្រក់ដល់មាត់នេះមានន័យថាកំណកធ្មេញគឺជាចំណែកមួយបង្កឲ្យមានក្លិនមាត់ដែលភាសាបច្ចេកទេសហៅថា halitosis ប្រសិនបើក្លិនមាត់បណ្ដាលមកពីបញ្ហានៅក្នុងមាត់ធ្មេញបង្កឡើងដោយបាក់តេរីដោយសំណល់ក្នុងមាត់នោះការរក្សាអនាម័យមាត់ធ្មេញគឺជាការចាំបាច់តាមរយៈការដុសសម្អាតរាល់ក្រោយពេលបាយកុំទទួលទានពេលគ្មានម៉ោងឥតដាច់ប្រើខ្សែអនាម័យដើម្បីទាញកាកសំណល់ចំណីអាហារកប់នៅចន្លោះធ្មេញរាល់ពេលល្ងាចយ៉ាងហោចណាស់ក៏ម្ដងក្នុងមួយថ្ងៃនិងសូមកុំភ្លេចដុសសម្អាតអណ្ដាតផងលើសពីនេះទៅទៀតក្នុងករណីមានក្លិនមាត់ត្រូវតែគិតគូរភ្លាមទៅជួបនឹងគ្រូពេទ្យឯកទេសមាត់ធ្មេញនេះគឺជាការពន្យល់បញ្ជាក់បន្ថែមរបស់លោកវិជ្ជបណ្ឌិត Cohen
Moi, je crois qu'il faut d'abord, qu'elle aille voir son មុន chirurgien នឹងនិ dentiste. យាយថា Parce que ខ្ញុំគ្មាននឹងកើស៊ីថ្មីឬក៏គ្មានបញ្ហាសុខភាពមាត់ថ្មីអ្វីផ្សេងទៀតត្រូវតែជួបពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសសិនដើម្បីរកមើលឃើញនិងបញ្ជាក់ពិតថាគ្មានថ្មិញខូចពីព្រោះសូមចងចាំថាថ្មិញខូចមាននឹងកើស៊ីអាចមើលឃើញបានតែតាមរយៈការថតឆ្លុះមើលថាតើមានបញ្ហាអញ្ចាញឬក៏ឆ្អឹងអញ្ចាញនៅក្នុងមាត់ទាំងមូលឬក៏បញ្ហាភ្នាសនៅតាមផ្ទាល់ឬក៏អណ្ដាតឡាក់ប្រសិនបើគ្មានបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះទេហើយបច្ចេកទេសនៃការដុសសម្អាតធ្មេញក៏បានប្រតិបត្តិយ៉ាងត្រឹមត្រូវដែរនោះពេលនោះហើយទើបយើងត្រូវចោទសួរថាក្លិនមាត់ទំនងជានឹងបណ្ដាលមកពីការរលាកបំពង់កច្រមុះឬក៏មកពីក្រោមចេញមកពីក្រពះពោះវៀនឬក៏មកពីពោះ Alors là, on peut commencer à se poser la question si ça peut pas venir effectivement du ventre. មិនសូវហ៊ាននិយាយមែនក៏ប៉ុន្តែបណ្ដាជនភាគច្រើនណាស់បានលួចគិតនិងស្វែងរកវិធីដោះស្រាយបំបត្តិក្លិនមាត់ខ្លះថែមទាំងជៀសវាងមិនបរិភោគចំណីអាហារបន្លែសាច់ត្រីដែលមានក្លិនខ្លាំងពីព្រោះខ្លាចបន្សល់ទុកក្លិននោះនៅក្នុងមាត់និងខ្លះទៀតបានទាំងអនុវត្តតាមជំនឿចាស់បុរាណខ្លះស្វែងរកផលិតផលដាក់លក់នៅទីផ្សារដូចជាទឹកខ្ពុលមាត់ទឹកប្រឆាំងនឹងបាក់តេរីឡាក់និងឡាក់ទឹកខ្ពុលមាត់មានប្រសិទ្ធភាពតែមួយផ្លែតនិងដែលក្រុមអ្នកឯកទេសបានណែនាំមិនឲ្យប្រើប្រាស់ញឹកញយពេកទេពីព្រោះអាចផ្ដល់ផលរំខានបន្ទាប់បន្សំអ្នកខ្លះទៀតបានចំណាយថវិកាយ៉ាងច្រើនទិញស្ករគ្រាប់ជាពិសេសស្ករកៅស៊ូយកមកលាមពីព្រោះបានដឹងថាបើមាត់ស្ងួតនោះនឹងបង្កើនគ្រោះមានក្លិនមាត់ទើបងាកទៅទំពីអៀងស្ករកៅស៊ូដែលអាចជួយបញ្ចេញទឹកមាត់ផ្សៅបំពង់កបានក៏ប៉ុន្តែនេះមិនមែនជាដំណោះស្រាយល្អទេលោកវិជ្ជបណ្ឌិត Cohen មានប្រសាសន៍ថា Oui, mais ça c'est comme quelqu'un qui ne se lave pas et qui met du parfum. ការប្រើប្រាស់ស្ករកៅស៊ូបំបត្តិក្លិនមាត់គឺប្រៀបដូចជាប្រើទឹកអប់ដោយមិនមុជទឹកសម្អាតខ្លួនយ៉ាងដូច្នោះមានស្ករកៅស៊ូពិតណាស់ដែលជាគ្មានដាក់ស្ករនិងមានដាក់សារធាតុ fluor ឬក៏ xylitol ក៏ប៉ុន្តែមិនត្រូវប្រើស្ករប្រភេទនេះច្រើនពេកទេឬក៏ពេញមួយថ្ងៃតែម្ដងព្រោះវានឹងអាចបង្កទៅជាគ្រោះថ្នាក់ផ្សេងទៀត Le chewing-gum toute la journée pose d'autres problèmes. យើងអាចវាស់ស្មានក្លិនមាត់របស់ខ្លួនឯងដោយគ្រាន់តែយកអណ្ដាតមកលិតលើខ្នងដៃហើយលើកយកមកហិតនោះនឹងដឹងជាប្រកបក៏ប៉ុន្តែក៏មានដែរម៉ាស៊ីនសម្រាប់វាស់ក្លិនមាត់តែម៉ាស៊ីននេះប្រើសម្រាប់ទៅនៅក្នុងមន្ទីរពេទ្យលើករណីធ្ងន់ធ្ងរតែប៉ុណ្ណោះ